បុកល្ហុងមួយចាននេះតម្លៃ 15,000 អ្នកទាំងអស់គ្នាបងប្អូនគិតថាថ្លៃអត់សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកហូបអីនៅមាត់ទន្លេសួនមាត់ទន្លេចិត្តទីរួមខេត្តតាកែវហើយខ្ញុំមកពីរនាក់ក៏បានហៅបុកល្ហុងមួយចានហើយនឹងស្ទីងមួយកំប៉ុងហើយដំបូងគិតថាអត់មកហូបនៅមាត់ទន្លេនឹងទេចង់ទៅហូបកន្លែងផ្សេងអញ្ចឹងណាក៏ប៉ុន្តែជិះចុះឡើងក៏ខ្ជិលទៅឆ្ងាយក៏ចូលមកមាត់ទន្លេនេះទៅដោយសារចិត្តកន្លែងនៅដែរហើយក៏ហៅបុកល្ហុងមួយចានហើយស្ទីងមួយដបមួយកំប៉ុងហើយបុកល្ហុងប៉ុណ្ណេះតម្លៃ 15,000 បងប្អូនគិតថាថ្លៃអត់បើសម្រាប់ខ្ញុំគិតថាវារៀងថ្លៃបន្តិចដោយសារវាមួយថាសនេះវាតិចដែរតិចមែនតើបើធៀបយើងនៅភ្នំពេញមួយថាសនេះខ្ញុំគិតថាអាច 8,000 ឬក៏ 10,000 អីហ្នឹងតម្លៃប៉ុណ្ណឹងប៉ុន្តែនៅសួនមាត់ទន្លេទីខេត្តតាកែវនេះតម្លៃវាដល់ 15,000 ប៉ុន្តែរសជាតិអាចទទួលយកបានប៉ុន្តែបរិមាណនិងតម្លៃខ្ញុំគិតថាវារៀងថ្លៃបន្តិចអញ្ចឹងបងប្អូនអ្នកដែលធ្លាប់មកហូបអីនៅសួនមាត់ទន្លេទីខេត្តតាកែវហ្នឹងបងប្អូនអាចជួយcomment ប្រាប់ផងថាតម្លៃប៉ុណ្ណឹងថ្លៃអត់ពីព្រោះខ្ញុំគិតថារៀងថ្លៃទេសម្រាប់ខ្ញុំប៉ុន្តែអត់ដឹងថាបងប្អូនទាំងអស់គ្នាធ្លាប់ហូបចំថ្លៃអញ្ចឹងដែរអត់ទេឬក៏បងប្អូនគិតថាប៉ុណ្ណឹងវាសមរម្យឬក៏បងប្អូនធ្លាប់ហូបចំកន្លែងផ្សេងដែលវាមិនថ្លៃអញ្ចឹងអាហ្នឹងក៏ខ្ញុំអត់ដឹងដែរអញ្ចឹងណាតែខ្ញុំឮមិត្តភ័ក្ដិខ្ញុំគាត់ប្រាប់ថានៅមាត់ទន្លេហ្នឹងគឺថ្លៃយកល្អមានកន្លែងផ្សេងទៅហូបកន្លែងផ្សេងអញ្ចឹងណានេះមិនទៅបន្ទោសប្រអាប់ឬក៏ថាអីថាវ៉ាន់ចំពោះអ្នកលក់នៅមាត់ទន្លេហ្នឹងទេក៏ប៉ុន្តែអ្វីដែលខ្ញុំបានជួបគឺដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងខ្ញុំគិតថាបុកល្ហុងមកថាប៉ុណ្ណឹងហើយតម្លៃប៉ុណ្ណឹងវារៀងថ្លៃបន្តិចសម្រាប់ខ្ញុំបញ្ជាក់បងប្អូនបុកល្ហុងមួយចានហ្នឹង 15,000 ហើយសម្រាប់ sting យើងគិតលុយផ្សេងណាអត់មានបុកចូល sting ក្នុងនឹងមួយកំប៉ុងទៀតតម្លៃ 15,000 ទេអញ្ចឹងមានន័យថាបុកល្ហុងមួយចាន 15,000 ហើយ sting គិតតម្លៃផ្សេងអញ្ចឹងបងប្អូនគិតថាថ្លៃអត់សម្រាប់ខ្ញុំគិតថាថ្លៃហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូថ្ងៃនេះមានប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបន្តទៀតបាយ